សួស្តីទាំងអស់គ្នាជួបគ្នាសាជាថ្មីថ្ងៃនេះដែរខ្ញុំមានចំណុចមួយដែលតកតងទៅនឹងការ recover Telegram account អញ្ចឹងបើសិនជាយើងមាន Telegram account ប៉ុន្តែយើងចង់log ចូលទៅកាន់ទូរស័ព្ទថ្មីឬក៏យើងមានទូរស័ព្ទចាស់ប៉ុន្តែយើងខូចឬក៏យើងផ្លាស់ប្ដូរទូរស័ព្ទហើយយើងចង់ log ចូលទៅលើទូរស័ព្ទថ្មីអញ្ចឹងយើងចូលទៅកាន់ Telegram យើងមកហើយបន្តមកយើងចុចពាក្យថា start ហើយបន្ទាប់មកយើងបញ្ចូលលេខទូរស័ព្ទរបស់យើងមកលេខទូរស័ព្ទ account របស់យើងណាអញ្ចឹងនេះជាលេខទូរស័ព្ទ account របស់ខ្ញុំហើយហ្នឹងហើយយើងបញ្ចូលលេខទូរស័ព្ទមកបន្ទាប់មកយើងចុចពាក្យថា continue ហើយវាសួរថានេះជាលេខទូរស័ព្ទរបស់យើងពិតប្រាកដមែនអត់អញ្ចឹងណាអញ្ចឹងខ្ញុំយើងបញ្ជាក់ទៅថានេះជាទូរស័ព្ទរបស់យើងហើយយើងចុច continue ទៅយើងសូមរងចាំបន្តិចអូខេកន្លែងនេះគឺយើងត្រូវបញ្ចូល email ដែលយើងធ្លាប់ sign in ជាមួយនឹង Telegram របស់យើងអញ្ចឹងណាអញ្ចឹងដោយសារតែខ្ញុំមាន email ដែលខ្ញុំធ្លាប់ sign in ជាមួយនឹង Telegram របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ email របស់ខ្ញុំមកបើសិនជាអ្នកទាំងអស់គ្នាមាន email ដែលធ្លាប់ sign in ជាមួយនឹង Telegram អញ្ចឹងយើងដាក់ email ដែលយើងsign in មកហើយបន្តមកយើងនឹងទទួលបានលេខកូដអូខេឥឡូវខ្ញុំបញ្ចូល email សិនអូខេយើងដាក់ email មកអូខេបន្តមកយើងចុចបន្តមកយើងចុច continue អូខេបន្តមកយើងនឹងបន្តមកខាង Telegram នឹងផ្ញើសារមកemail របស់យើង email ដែលយើងបានដាក់ហ្នឹងណាអូខេហ្នឹងហើយឥឡូវគឺខាង Telegram ផ្ញើសារមក email របស់យើងអញ្ចឹងយើងយកលេខកូដហ្នឹងមកបញ្ចូលកន្លែង Telegram account របស់យើងមកអូខេដោយសារតែខ្ញុំមាន 2FA ទៅពេលអញ្ចឹងវាត្រូវការ load មកច្រើនតង់ណាព្រោះវាជា security ហ្នឹងហើយហើយបន្តមកយើងចុចទៅលើនេះទៅហើយយើងបញ្ចូលលេខកូដហ្នឹងគឺជាលេខកូដ 2FA មានថាជាលេខជា security របស់ account Telegram របស់យើងណាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានមានន័យថា 2FA នឹងទេចាំមើលខ្ញុំបង្កើតវីដេអូមួយទៀតដើម្បីប្រាប់ពីរបៀបបើកនៅមុខងារ security 2FA ហ្នឹងតែឥឡូវយើងមកបញ្ចូលលេខកូដaccount របស់ខ្ញុំសិនឥឡូវយើងដាក់លេខកូដសិនទៅអូខេឥឡូវយើង log បានហើយដោយសារតែខ្ញុំដូរមកទូរស័ព្ទថ្មីអញ្ចឹងវាឲ្យយើង access ទៅលើ Telegram លេខទូរស័ព្ទទៅលើ Telegram ហើយកន្លែងនេះយើងចុចពាក្យ select ហើយយើងចុច select letter ហើយយើងយកពាក្យ allow ហើយបន្តមកយើងបានTelegram account ចាស់ប៉ុន្តែទៅលើទូរស័ព្ទថ្មីអញ្ចឹងវិធីដែលយើងយក Telegram ចាស់មក log in ទៅលើទូរស័ព្ទថ្មីគឺវាមានតាមរបៀបដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្ណឹងសូមអរគុណ